បើយើងអត់នាំគ្នារៀនប្រើប្រាស់ AI ចាប់ពីពេលនេះតទៅទេនេះគឺជាបញ្ហាប្រឈមដែលយើងនឹងជួបបញ្ហាទី1គឺនឹងធ្វើឲ្យយើងធ្វើការយឺតជាងគេអញ្ចឹងនៅពេលដែលយើងធ្វើការយឺតនឹងធ្វើឲ្យយើងបាត់បង់នៅឱកាសជាច្រើនដូចជាឱកាសការងារឬក៏ការប្រកបរបររស់ស៊ីអញ្ចឹងជាដើមអញ្ចឹងនៅពេលដែលយើងប៉ះពាល់ទៅដល់កត្តាទាំងពីរនេះនឹងធ្វើឲ្យយើងបាត់បង់ចំណូលហើយនៅពេលដែលយើងបាត់បង់ចំណូលនៅពេលដែលដល់ផ្លូវទល់យើងពិបាកនៅក្នុងការដោះស្រាយដូច្នេះហើយនៅថ្ងៃទី10ខែធ្នូឆ្នាំ2025ខ្ញុំមានសិក្ខាសាលាមួយតាមប្រព័ន្ធអនឡាញដែលប្រាប់អំពីរបៀបប្រើប្រាស់ AI ពី0ទៅហើយបងប្អូននឹងមានទំនុកចិត្តនៅក្នុងការប្រើប្រាស់ AI ដើម្បីឲ្យធ្វើការបានលឿនជាងមុនគិតឆ្លាតជាងមុននិងប្រើប្រាស់ AI បូកនឹងជំនាញដែលយើងមានដើម្បីទៅរកចំណូលនៅក្នុងឆ្នាំថ្មីវាសាស្ត្រមួយនេះគឺស័ក្តិសមបំផុតសម្រាប់មនុស្សគ្រប់គ្នាដែលគាត់ចង់ចេះប្រើប្រាស់ AI ដើម្បីជំរុញទៅដល់ការរៀនការរស់ស៊ីនិងការងាររបស់ពួកគាត់ហើយនេះគឺជាអ្វីដែលបងប្អូនទាំងអស់គ្នានឹងទទួលបាននៅក្នុងវគ្គនេះទី1គឺ slide មេរៀនទី2វីដេអូមេរៀនទី3 AI prompt ចំនួន50រូបមន្តនិងទី4គឺ AI prompt ចំនួន200ពុម្ពដែលបងប្អូនទាំងអស់គ្នាគ្រាន់តែ copy ហើយផាសមានទាំងភាសាខ្មែរនិងអង់គ្លេសត្រូវគ្រប់មុខរបរការងារនិងការរៀនពលលីងដើម្បីចុះឈ្មោះចូលរៀនវិញគឺមាននៅក្នុង comment នៃវីដេអូនេះស្រាប់ហើយកុំភ្លេចចែករំលែកវីដេអូនេះដើម្បីទទួលបាននូវការ discount 50% ចំនួនមានកំណត់បងប្អូនអាចចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅបានអរគុណជួបគ្នានៅថ្ងៃទី10ធ្នូឆ្នាំ2025